របាំទន្សោងគោព្រៃគឺជារបាំមួយប្រភេទដែលយកលំនាំនៃការរេរាំទៅតាមសត្វទន្សោងមួយគូគឺញីនិងឈ្មោលបើយោងទៅតាមរឿងព្រេងនិទានរបស់អ្នកស្រុកនៅក្នុងភូមិអញ្ចាញរូងឃុំអញ្ចាញរូងស្រុកបរិបូរនៃខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមានព្រានម្នាក់ឈ្មោះពោបានទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យទៅបរបាញ់សត្វទន្សោងលុះត្រឡប់មកពីការបរបាញ់វិញព្រះរាជាទ្រង់ត្រាស់សួរថាហេតុអ្វីក៏ពុំមានសត្វទន្សោងយ៉ាងដូច្នោះព្រានពោក៏បានរាយរាប់ប្រាប់អំពីទស្សនីយភាពដែលលោកបានឃើញកំឡុងពេលទៅបរបាញ់នោះកាលដែលព្រះរាជាបានដឹងយ៉ាងដូច្នោះទ្រង់ក៏បញ្ជាឲ្យព្រានពោធ្វើត្រាប់ទៅតាមទស្សនីយភាពដែលគាត់បានឃើញការធ្វើត្រាប់នេះក៏បានបង្កើតបានជារបាំមួយវង់នេះឡើងដែលមានឈ្មោះថារបាំទន្សោងគោព្រៃឬក៏របាំស្នែងទន្សោងយ៉ាងណាមិញបើយោងទៅតាមឯកសារផ្សេងបានឲ្យដឹងថារបាំនេះត្រូវបានបង្កើតឡើងដោយជនជាតិភាគតិចរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលរស់នៅតាមជួរភ្នំក្រវាញនៃខេត្តពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺនិងខេត្តកោះកុងប៉ុន្តែនាពេលបច្ចុប្បន្នយើងសង្កេតឃើញថានៅក្នុងភូមិអញ្ចាញរូងឃុំអញ្ចាញរូងស្រុកបរិបូរនៃខេត្តកំពង់ឆ្នាំងគឺនៅក្នុងបឋមសិក្សាអញ្ចាញរូងគឺមានការអភិរក្សយ៉ាងខ្ជាប់ខ្ជួននៅរបាំមួយប្រភេទនេះដើម្បីជាគេដំណើរទៅដល់យុវជនចំនួនក្រោយក៏ដូចជាក្មេងចំនួនក្រោយឲ្យបានដឹងនិងបានសិក្សាអំពីរបាំមួយប្រភេទនេះដល់មហោសច្ចារនិងចូលរួមចែករំលែកក៏ដូចជាផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយផងដែរ